ตาកម្ពុជាគួរត្រៀមខ្លួនលើអ្វីខ្លះនៅពេលដែលអនុទាននាយករដ្ឋមន្ត្រីចាំសម្បុករបស់ថៃបានជាប់ឆ្នោតក្នុងអាណត្តិថ្មីរឿងពីរដែលកម្ពុជាគួរតែត្រៀមខ្លួនទី1គឺការបិទព្រំដែននៅតែបិទរហូតគ្មានការបើកនោះទេនិងទី2សង្គ្រាមជុំទី3ដែលជាការឈ្លានពានរបស់ថៃនឹងធ្វើការឈ្លានពានមកកាន់ប្រទេសកម្ពុជាតាមការសន្យារបស់អនុទានដែលបានសន្យាថាប្រសិនបើខ្លួនជាប់ឆ្នោតនឹងអាចមានជុំទី3ជាមួយនឹងកម្ពុជាអញ្ចឹងសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងគួរតែគិតថាគួរតែត្រៀមខ្លួនយ៉ាងណានៅពេលដែលគេមកវាយយើងគួរតែនៅស្ងៀមឲ្យគេមកវាយឬក៏យើងគួរតែត្រៀមខ្លួនទប់ទល់ចំពោះស្ថានភាពដល់អាក្រក់ដែលបង្កឡើងដោយភាគីថៃប៉ុន្តែចង់ប្រាប់ភាគីថៃថាលើកទី3នេះអត់ទាន់ដឹងនរណាចាញ់នរណាឈ្នះទេណាពីព្រោះអាមេរិកទើបតែបើកសិទ្ធឲ្យកម្ពុជាទិញអាវុធមកអស់ដៃអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាថាតើអនុទាននៅពេលដែលខ្លាចជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃនឹងធ្វើការរំគួនមកកម្ពុជាបែបណាខ្លះឬក៏សង្គ្រាមជុំទី3នឹងដែលថៃឈ្លានពានកម្ពុជានឹងធ្វើឡើងនៅពេលណាប៉ុន្តែកម្ពុជាចង់ប្រាប់ថារងចាំស្វាគមន៍គ្រប់ពេលវេលា